សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់និយាយអំពីការរត់នៅ start Olympic អញ្ចឹងនៅ Olympic នៅ start Olympic អ្នកទាំងអស់គ្នាបាយស្គាល់ហើយនៅហ្នឹងគឺយើងអាចរត់នៅទីលានខាងក្រៅនឹងបានហើយយើងក៏អាចចូលទៅរត់នៅខាងក្នុង start បានដែរគ្រាន់តែយើងរត់នៅខាងក្នុង start យើងត្រូវបង់លុយ2000រៀលដើម្បីឲ្យថ្លៃសេវាកម្មមួយគាត់នៅនឹងតុកហ្នឹងអ្នកទាំងអស់គ្នាគាត់ទៅចូលទៅហើយឃើញតុកមួយគាត់នៅផ្លាស់ចូលអា track ខាងក្នុងហ្នឹងឯងខាងក្នុង stadium ហ្នឹងណាអញ្ចឹងបង់លុយគាត់2000ទៅយើងអាចចូលទៅបានហើយហើយអីដែលអ្នកទាំងអស់គ្នាគួរដឹងគឺអេវ៉ាន់អត់មានកន្លែងទុកដាក់ទេនៅក្នុងហ្នឹងគឺយើងអាចយករបស់ណាដែលមានតម្លៃយើងអាចដាក់នៅក្នុងឡាននៅក្នុងម៉ូតូយើងហើយនៅកន្លែងយើងផ្ញើហ្នឹងឧទាហរណ៍ថាបើសិនជាកតាបហ្នឹងធំដាក់ម៉ូតូអត់ចុះកុំយកទៅទុកនៅផ្ទះអញ្ចឹងទៅឬក៏ផ្ញើត្រង់ណាមួយហ្នឹង responsible របស់យើងពីព្រោះបើយើងយកចូលទៅក្នុង start ក៏បានដែរប៉ុន្តែយើងត្រូវទទួលខុសត្រូវខ្លួនឯងពីព្រោះនៅក្នុងអត់មានកន្លែងផ្ញើអត់មានកន្លែងទុកដាក់ទេគឺយើងទុកនៅលើ track ក្បែរស្មៅកន្លែងតារាងបាល់ទាត់ហ្នឹងអញ្ចឹងពាក់ព័ន្ធមួយបន្ទប់ទឹកគឺនៅគៀកផ្លូវចូលនឹងដែរទេយើងអាចផ្លាស់ប្ដូរកៅអៅអីនៅក្នុងបន្ទប់ទឹកបានឬក៏នៅក្នុង field នឹងក៏បានដែរបើសិនជាយើងមនុស្សប្រុសតែយើងមនុស្សស្រីយើងមកបន្ទប់ទឹកមកបន្ទប់ទឹកបង់លុយ500អស់លុយ500អញ្ចឹងយ៉ាប់អីពិបាកទេគឺគាត់ចង់ចែកម្លែកថានៅខាងក្នុង stadium ហ្នឹងគឺយើងអាចចូលលេងបានដែលអស់លុយត្រឹម2000រៀលយើងអាចរត់លេងនៅលើ track ហ្នឹងបានប៉ុន្តែអត់អាចរត់នៅលើស្មៅហ្នឹងទេ cannot អញ្ចឹងយើងអស់លុយ2000រៀលយើងរត់លើ track ហ្នឹងបានហើយបើសិនជាថ្ងៃណាដែលគេមានសមឬក៏មាន event ឬក៏មានកម្មវិធីមួយនៅក្នុង track នៅក្នុង stadium ហ្នឹងយើងក៏អាចចូលបានដែរយើងអាចចូលបានទេដោយសារគេរវល់សមគេរវល់អីចឹងទៅអញ្ចឹងបើសិនជាយើងចង់រត់ឬក៏ចង់ទៅមើលយើងអាចទៅលេងខាងក្រៅនឹងបានយើងអាចចូលក្នុងទេថ្ងៃមាន event អញ្ចឹងនិយាយទៅគាត់តែចង់ចែករំលែកពីព្រោះខ្ញុំពីដំបូងក៏ខ្ញុំអត់ដឹងដែរថានៅ Olympic នៅ start យើងនឹង track ខាងក្នុងហ្នឹងគេឲ្យចូល so ខ្ញុំគិតថាព័ត៌មាននេះវាល្អសម្រាប់ការចែករំលែកឲ្យអ្នកនរគ្នាបានដឹងបាទជួបគ្នាវីដេអូ